ជំរាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះយើងនឹងមកនិយាយអំពីជំងឺទឹកនោមផ្អែមដោយហេតុថាប្រហែលជាមានបងប្អូនខ្លះកំពុងបារម្ភថាខ្លួនអាចនឹងមានហានិភ័យនៃការកើតជំងឺនេះឬបងប្អូនកំពុងរស់នៅជាមួយជំងឺនេះខ្ញុំសូមចាប់ផ្ដើមជាមួយសារដ៏មានឥទ្ធិពលមួយជីវិតរបស់អ្នកមិនត្រូវបានកំណត់ដោយជំងឺនេះទេហើយអ្នកមានសិទ្ធិអំណាចពេញលេញក្នុងការគ្រប់គ្រងស្ថានភាពសុខភាពរបស់អ្នកវីដេអូនេះនឹងផ្ដល់ចំណេះដឹងដែលចាំបាច់ដល់បងប្អូនដើម្បីគ្រប់គ្រងវាសូមក្រឡេកមើលមូលដ្ឋានគ្រឹះខ្លះៗនៃជំងឺនេះជំងឺទឹកនោមផ្អែមគឺជាបញ្ហាដែលរាងកាយពិបាកក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី2ឬកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមវាជាសញ្ញាបញ្ជាក់ថាហូម៉ូនអេងស៊ូលីនធម្មជាតិក្នុងខ្លួនរបស់អ្នកមិនដំណើរការល្អប្រសិនបើអ្នកកំពុងស្ថិតក្នុងហានិភ័យនៃការកើតជំងឺនេះគឺចំណុចដែលត្រូវអនុវត្តភ្លាមពិនិត្យមើលរបៀបរស់នៅរបស់អ្នកតើមានលើទម្ងន់ទេតើអ្នកមិនសូវហាត់ប្រាណទេតើមានបងប្អូនឬសមាជិកក្រុមគ្រួសារដែលជាសាជីបង្កើតជំងឺនេះទេកត្តាទាំងនេះមិនមែនជាការបន្ទោសទេតែជាសញ្ញាណដែលប្រាប់ឲ្យយើងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់របស់យើងជំងឺទឹកនោមផ្អែមប្រភេទទី2ដែលគ្រោះថ្នាក់បំផុតគឺជាប្រភេទដែលយើងមិនដឹងថាយើងមានរោគសញ្ញាជារឿយៗមិនចេញច្បាស់ទេសម្រាប់បងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលមានហានិភ័យសូមទៅពិនិត្យយើងត្រូវដឹងពីតួលេខ3សំខាន់តេស្ត A1C ដែលជាកម្រិតជាតិស្ករជាមធ្យមនៅក្នុងសរសៃឈាមរយៈពេល2ទៅ3ខែសម្ពាធឈាមនិងកូលេស្តេរ៉ុលបើសិនជាអ្នកកំពុងស្ថិតក្នុងហានិភ័យនៃការកើតជំងឺនេះការផ្លាស់ប្ដូរតួលេខទាំងនេះអាចផ្លាស់ប្ដូរស្ថានភាពជំងឺរបស់អ្នកបានមិនថាអ្នកកំពុងការពារឬគ្រប់គ្រងជំងឺនេះទេគន្លឹះគឺតែមួយរបៀបរស់នៅឬ lifestyle នេះគឺជាកិច្ចការប្រចាំថ្ងៃរបស់អ្នកហើយជាថ្នាំដ៏ខ្លាំងក្លាបំផុតគោលការណ៍ទី1របបអាហារដែលមានតុល្យភាពផ្ដោតលើគុណភាពកាបូនីដ្រាតបរិភោគបន្លែឲ្យបានច្រើនគ្រាប់ធញ្ញជាតិនិងកាត់បន្ថយភេសជ្ជៈផ្អែមនិងអាហារកែច្នៃគួរពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភគោលការណ៍ទី2ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់150នាទីក្នុងមួយសប្តាហ៍ឬ20ទៅ25នាទីក្នុងមួយថ្ងៃការហាត់ប្រាណជួយឲ្យកោសិកាប្រើប្រាស់អាំងស៊ូលីនបានល្អប្រសើរយើងត្រូវយល់ឲ្យច្បាស់ថាជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងល្អអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរដូចជាជំងឺបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលខ្សោយតម្រងនោមពិការភ្នែកនិងខូចសរសៃប្រសាទនៅជើងដែលធ្វើឲ្យជើងស្ពឹកប៉ុន្តែដំណឹងល្អគឺបញ្ហាទាំងនេះអាចការពារបានស្ទើរតែទាំងស្រុងដោយការគ្រប់គ្រងវាឲ្យបានតឹងរឹងសូមកត់ត្រាពីលទ្ធផលនៃការពិនិត្យទាំងនេះដូចជា1ពិនិត្យជើងត្រូវពិនិត្យជើងដើម្បីរកមើលការខូចខាតសរសៃប្រសាទនិងដំបៅឬរបួសដែលអ្នកមិនបានកត់សម្គាល់2ពិនិត្យភ្នែកត្រូវទៅពិនិត្យភ្នែកការរីកគុណក្រមុំ dilated eye exam ដើម្បីការពារជំងឺភ្នែកដោយសារការទឹកនោមផ្អែម retinopathy 3ពិនិត្យតម្រងនោមត្រូវធ្វើតេស្តទឹកនោមដើម្បីពិនិត្យរកប្រូតេអ៊ីនជាសញ្ញានៃការខូចខាតតម្រងនោមដំណាក់កាលដំបូង4ការចាក់វ៉ាក់សាំងត្រូវប្រកាសឈានៈបានចាក់វ៉ាក់សាំងគ្រុនផ្ដាសាយនិងរលាកសួតហើយព្រោះជំងឺទឹកនោមផ្អែមកាត់បន្ថយប្រព័ន្ធភាពស៊ាមនៃរាងកាយដែលធ្វើឲ្យអ្នកងាយកើតជំងឺទាំងនេះបន្ថែមទៀតការកត់ចំណាំព័ត៌មានទាំងអស់នេះអាចជួយអ្នកក្នុងការផ្ដល់ព័ត៌មានអំពីការវិវត្តនៃស្ថានភាពជំងឺរបស់អ្នកបានយ៉ាងត្រឹមត្រូវនៅពេលពិគ្រោះជាមួយគ្រូពេទ្យលើកក្រោយដែលវាជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពជាចុងក្រោយសូមចាំថាអ្នកមានក្រុមថែទាំសុខភាពគ្រូពេទ្យអ្នកជំនាញអាហារូបត្ថម្ភអ្នកអប់រំជំងឺទឹកនោមផ្អែមនិងគ្រួសាររបស់អ្នកប្រសិនបើអ្នកមានអារម្មណ៍តានតឹងពិបាកចិត្តឬធុញថប់ក្នុងការគ្រប់គ្រងជំងឺនេះសូមពិភាក្សាជាមួយអ្នកឯកទេសការគ្រប់គ្រងជំងឺទឹកនោមផ្អែមគឺជាដំណើរដ៏វែងឆ្ងាយមិនមែនគឺជាការរត់ប្រណាំងមួយផ្លែតនោះទេតាមរយៈការគ្រប់គ្រងតួលេខ A1C សម្ពាធឈាមនិងកូលេស្តេរ៉ុលរបស់អ្នករួមជាមួយការពិនិត្យតាមដានជាប្រចាំអ្នកអាចរស់នៅបានយូរអង្វែងនិងគ្មានផលវិបាកសូមអរគុណប្រសិនបើអ្នកកំពុងមានហានិភ័យនៃការជំងឺនេះសូមណាត់ជួបដើម្បីពិនិត្យសូមចាំថាការគ្រប់គ្រងសុខភាពរបស់អ្នកវាមានអំណាចណាស់